កម្ពុជាមិនមែនជាប្រទេសដែលត្រូវសុំការអនុញ្ញាតពីថៃមុននឹងនិយាយការពិតនៅលើឆាកអន្តរជាតិនោះទេការចេញមុខរបស់ស៊ីហាសាក់ភុងកេតកែវក្នុងការព្រមានកម្ពុជាឲ្យបញ្ឈប់ការប្រើវេទិកាអន្តរជាតិដើម្បីវាយប្រហារថៃមិនត្រឹមតែបង្ហាញពីភាពក្រអឺតក្រទមផ្នែកការទូតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការមិនគោរពសិទ្ធិអធិបតេយ្យរបស់ប្រទេសជិតខាងមួយដែលមានសិទ្ធិស្មើគ្នាក្នុងសហគមន៍អន្តរជាតិកម្ពុជាជារដ្ឋអធិបតេយ្យមិនមែននៅក្រោមអាណានិគមរបស់ថៃឡើយកម្ពុជាមានសិទ្ធិពេញលេញក្នុងការលើកឡើងពីបញ្ហាដែលប៉ះពាល់ដល់បូរណភាពទឹកដីសន្តិសុខជាតិនិងសេចក្តីថ្លៃថ្នូររបស់ខ្លួននៅលើវេទិកាអន្តរជាតិណាមួយរួមទាំងអង្គការសហប្រជាជាតិប្រសិនបើថៃគ្មានអ្វីត្រូវលាក់បាំងហេតុអ្វីបានជាថៃខ្លាចការលើកឡើងនៅកម្រិតអន្តរជាតិការចោទថាកម្ពុជាកំពុងធ្វើឲ្យបញ្ហាទ្វេភាគីឡើងដល់ឆាកអន្តរជាតិគឺជាការបង្វែរបញ្ហាជាក់ស្ដែងបញ្ហាព្រំដែននិងការរំលោភអធិបតេយ្យមិនមែនជារឿងតូចតាចដែលអាចបិទបាំងក្រោមទុកចរចាបានឡើយនៅពេលដែលមានការរំលោភឬសកម្មភាពដែលធ្វើឲ្យកម្ពុជាបាត់បង់ទំនុកចិត្តកម្ពុជាមានសិទ្ធិប្រើយន្តការអន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថៃតែងតែនិយាយអំពីការកសាងទំនុកចិត្តប៉ុន្តែសកម្មភាពជាក់ស្ដែងវិញគឺការគៀបសង្កត់ផ្នែកនយោបាយការបង្ហាញអំណាចនិងការព្យាយាមបិទមាត់កម្ពុជាទំនុកចិត្តមិនអាចកើតឡើងបានទេប្រសិនបើភាគីមួយតែងចង់ធ្វើជាអ្នកបញ្ជាហើយទាមទារឲ្យភាគីម្ខាងទៀតនៅស្ងៀមសាធារណជននិងអ្នកសង្កេតការអន្តរជាតិ AOT ក៏បានឃើញយ៉ាងច្បាស់ពីចរិតពីលនិងអាកប្បកិរិយាគំរាមកំហែងរបស់ភាគីថៃផងដែរជាក់ស្ដែងក្នុងអំឡុងពេលដែលគណៈប្រតិភូចុះទៅពិនិត្យតំបន់ដែលថៃបានឈ្លានពានលើទឹកដីកម្ពុជាទីហ៊ានថៃបានបាញ់គំរាមជាច្រើនគ្រាប់ដើម្បីបង្កសម្ពាធនិងបំផិតបំភ័យទង្វើបែបនេះមិនមែនជាអេរយាប័តរបស់ប្រទេសដែលចង់បានសន្តិភាពនិងការកសាងទំនុកចិត្តឡើយប៉ុន្តែជាការបង្ហាញពីនយោបាយអំណាចនិងការមិនគោរពច្បាប់អន្តរជាតិប្រសិនបើថៃពិតជាចង់ឲ្យបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធីមូលដ្ឋានដំបូងគេគឺត្រូវបញ្ឈប់សកម្មភាពគំរាមកំហែងនិងការប្រើកម្លាំងយោធាមិនអាចនិយាយអំពីមិត្តភាពនៅនឹងមាត់ខណៈដៃម្ខាងកំពុងកាន់អាវុធបាញ់គំរាមប្រទេសជិតខាងបានឡើយលោកស៊ីហាសាក់គួរយល់ថាសម័យដែលប្រទេសតូចត្រូវស្ដាប់តាមប្រទេសធំដោយគ្មានសម្លេងផ្ទាល់ខ្លួនបានបញ្ចប់យូរហើយកម្ពុជាសពថ្ងៃមានភាពចាស់ទុំផ្នែកការទូតមានមិត្តភាពអន្តរជាតិទូលំទូលាយនិងមានសិទ្ធិស្មើគ្នាក្នុងការនិយាយការពិតទៅកាន់ពិភពលោកការគម្រាមថាអនាគតទំនាក់ទំនងអាស្រ័យលើកម្ពុជាក៏ជាសម្ដីដែលបង្ហាញពីភាពអាត្មានិយមផ្នែកការទូតផងដែរទំនាក់ទំនងល្អមិនអាចស្ថិតលើការបង្គាប់ឬការគម្រាមបានឡើយប្រសិនបើថៃពិតជាចង់បានសន្តិភាពនិងទំនាក់ទំនងល្អមែនវាត្រូវចាប់ផ្ដើមពីការគោរពកម្ពុជាក្នុងនាមជាប្រទេសស្មើភាពមិនមែនជាប្រទេសដែលត្រូវស្ដាប់បង្គាប់ថៃឡើយកម្ពុជាមិនខ្លាចក្នុងការនិយាយការពិតទេហើយក៏មិនត្រូវបង្ខំឲ្យនៅស្ងៀមដើម្បីបំពេញចិត្តអ្នកណាម្នាក់ដែរ